ដែលស្ថិតនៅក្នុងខេត្តជាប់ព្រំដែនភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាជនភាគច្រើនជាជនជាតិលាវដែលបានភៀសខ្លួនមកតាំងទីលំនៅក្នុងតំបន់នេះរាប់ទសវត្សរ៍មកហើយនោះ ជារៀងរាល់ឆ្នាំនៅមុនថ្ងៃចេញព្រះវស្សាពួកគាត់តែងតែប្រារព្ធពិធីដ៏អធិកអធមមួយហៅថាពិធីហែប្រាសាទក្រមួន ហើយថ្ងៃនេះខ្ញុំបានចូលរួមផ្តិតយករូបភាពផ្ទាល់នៅក្នុងកម្មវិធីនេះដែលប្រារព្ធធ្វើនៅក្នុងបរិវេណវត្តច័ន្ទស៊ីសាមគ្គីរតនាដែលស្ថិតនៅក្នុងភូមិគោកឃុំគោកស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ចាប់តាំងពីម៉ោង 6 ព្រឹកពួកគាត់បានរៀបចំធ្វើប្រាសាទក្រមួននៅតាមផ្ទះរៀងៗខ្លួន ដោយមានមនុស្សក្មេងចាស់ប្រុសស្រីចូលរួមយ៉ាងច្រើនញាប់ដៃញាប់ជើងអ្នកមិនសូវមានធនធានពុំមានលទ្ធភាពធ្វើប្រាសាទក្រមួនដោយខ្លួនឯងបានក៏បានចូលរួមជាថវិកាតាមលទ្ធភាពជាមួយនឹងអ្នកដែលមានធនធានដែលអាចធ្វើប្រាសាទនេះបាន អ៊ំស្រីម្នាក់ដែលមានឈាមជ័រជាជនជាតិលាវបានឲ្យដឹងថាពិធីហែប្រាសាទក្រមួននេះជាពិធីបុណ្យដ៏ធំមួយសម្រាប់ជនជាតិលាវរបស់ពួកគាត់ហើយទោះបីជាគ្រួសារដែលមានជីវភាពមិនសូវទូធាក៏ដោយក៏ពួកគាត់បានចំណាយពេលវេលានិងធនធានផ្ទាល់ខ្លួនបន្តិចបន្តួចរបស់ពួកគាត់ ដើម្បីចូលរួមក្នុងកម្មវិធីនេះដែរដោយពួកគាត់មានជំនឿថាវាអាចជួយកាត់នៅគ្រោះឧបទ្រពចង្រៃទាំងឡាយដែលកើតឡើងនៅក្នុងក្រុមគ្រួសារនិងខ្លួនរបស់គាត់ផ្ទាល់រយៈពេល1ឆ្នាំកន្លងមកនេះ នៅម៉ោងប្រមាណ 3 រសៀលក្បួនដង្ហែបានហែចូលមកដល់បរិវេណវត្តដោយមានទាំងអ្នកចូលរួមដង្ហែយ៉ាងច្រើនកកកនឹកស្មានមិនដល់ ក្រឡេកមកមើលនៅទីអារាមឯនេះវិញក៏បានរៀបចំតុបតែងជាភ្លើងផ្កាភ្ញី
ទង់ជាតិទង់សាសនាអមដងផ្លូវក្នុងបរិវេណវត្តផងដែរជាពិសេសគឺមានទាំងក្រុមតន្ត្រីដែលអ្នកស្រុកហៅថាស្គរពកឬក៏ស្គរដៃប្រគំកំសាន្តនិងល្បែងក្មេងជាច្រើនប្រភេទលេងកំដរក្នុងកម្មវិធីនេះផងដែរ ទាំងចាស់ស្រែកហូស្រែកច្រៀងរាំរែកទៅតាមបទចម្រៀងដោយទឹកមុខសប្បាយរីករាយក្រៃលែងចំណែកក្រុមតន្ត្រីស្គរពកយើងឯនេះវិញក៏បានប្រគំនៅបទចម្រៀងតាមបែបប្រពៃណីដើម្បីទទួលស្វាគមន៍ផងដែរភ្ញៀវដែលបានចូលរួមមកដល់មិនបង្អង់យូរនាំតែខាតពេលនោះក៏ចូលរួមលេងយ៉ាងសប្បាយក្រៃលែង ប្រាសាទក្រមួនត្រូវបានគេរៀបចំកន្លែងសម្រាប់ទុកដាក់មួយឥឡូវសិន ហើយពួកគេរាំលេងនិងធ្វើនៅសកម្មភាពផ្សេងៗរហូតដល់ម៉ោងប្រហែល 5 ល្ងាចទៅពួកគេចាប់ផ្ដើមដង្ហែប្រាសាទក្រមួនប្រទក្សិណជុំវិញព្រះវិហារចំនួន 3 ជុំរួចយកមកដាក់តម្កល់នៅក្នុងសាលាឆាន់រងចាំថ្ងៃស្អែកដែលជាថ្ងៃចេញព្រះវស្សាដើម្បីវេរប្រគេនព្រះសង្ឃជាកិច្ចបញ្ចប់នៃកម្មវិធី សូមបញ្ជាក់ផងដែរថានៅពេលរាត្រីការប្រគំតន្ត្រីនិងល្បែងក្មេងនៅបន្តលេងកំសាន្តរហូតដល់ម៉ោង 11 យប់ឯណោះទើបចប់កម្មវិធីបាទអរគុណសម្រាប់បងប្អូនដែលបានទស្សនានៅវីដេអូមួយនេះហើយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលាបាយបាយ
ជាមុនបាទ